សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពី spell នៅក្នុង Hero Honor of King ដែល spell ទី1គឺជួយឲ្យយើងរត់បានលឿនជាងមុនដោយមិនសូវជាប់ stun គេបានយូរចំណែកឯ spell នេះគឺ spell ចក្រសត្វគឺយើងខ្វាមសត្វគឺយើងអាចស្មៃសត្វបានចំណែកឯ spell បន្ទាប់នេះគឺ spell ឡើងឈាមនៅពេលដែល enemy វាយយើងអស់ឈាមគឺយើងអាចចុច spell នឹងទៅឡើងឈាមខ្លួនឯងបានចំណែកឯ skill នេះវិញគឺយើងអាចផ្ដាច់ enemy ហើយធ្វើឲ្យយើង cooldown បានលឿនជាងមុននៅពេលដែលយើងប្រើ skill គឺវា cooldown សល់តិចនាទីមែនទែនប្រសិនបើយើងមិនផ្ដាច់ enemy ទេឬក៏យើងចុចចោលវានឹងលោតនាទី40ពេញហើយ spell នេះគឺយើងប្រើដើម្បីវាយ enemy ឲ្យឈឺជាងមុននៅពេលដែលយើងប្រើទៅគឺវាយទៅអស់ឈាម enemy ច្រើនជាងមុនហើយ spell នេះគឺយើងមិនអាចប្រើដាក់ enemy បានទេគឺយើងប្រើដាក់ thread ដើម្បីកុំឲ្យ thread បាញ់យើងប្រើធ្វើឲ្យ thread stun អត់បានបាញ់យើងទេចំណែកឯ spell នេះគឺធ្វើឲ្យ enemy slow ឬ stun នៅពេលដែលយើងប្រើចំណែកឯ spell នេះវិញគឺយើងអាច arrival បានឬយើងបដូរទីលំនៅទៅ thread ក្រោមឬលើបានតាមចិត្តយើងអាចចុចទៅលើក៏បានចុចទៅក្រោមក៏បានឬក៏យើង arrival ដូរទិសដៅតាមមានក៏បានដែរចំណែកឯ skill នេះគឺយើងប្រើដើម្បីដេញ enemy នៅពេលដែលយើងប្រើគឺធ្វើឲ្យ enemy ជើងពណ៌ក្រហមហ្នឹងចំណែកឯ skill នេះគឺ skill flicker គឺយើងអាច blink គេចចេញឬគេចចូលបានដោយយើងអាចប្រើផ្លោះជាងបាន skill នេះវិញគឺយើងប្រើដើម្បីវិសាបកុំឲ្យ enemy ចាប់ stun យើងបានមកយើង slowធីមស្បែកជើងទី1គឺជួយឲ្យយើងការពារការវាយរបស់សត្រូវដែលប្រើដៃវាយឈឺហើយធីមនេះជួយឲ្យយើងទប់ពីការវាយរបស់សត្រូវបាន100និងការប្រើសិលរបស់ enemy បាន 50% ចំណែកឯធីមបែកជើងទី2នេះជួយឲ្យយើងទប់ពីការវាយរបស់សត្រូវបាន 50និងការវាយដោយប្រើសិលរបស់ enemy បាន 100 វិញវាផ្ទុយគ្នាពីស្បែកជើងទី1ចំណែកឯស្បែកជើងទី3គឺធ្វើឲ្យយើង cooldown លឿនជាងមុនដោយកាត់ cooldown 1 second នេះគឺជាឧទាហរណ៍នៅពេលដែលខ្ញុំប្រើ skill វា cooldown 8 second ពេលខ្ញុំមិនទាន់ទិញ item ហើយនេះយើងទិញ item រួចហើយវា cooldown សល់តែ7 second ទេដែលមុននឹងទិញគឺវា8 second ចំណែកឯ item នេះគឺធ្វើឲ្យយើងឡើង mana នៅពេលដែលយើងអស់ mana គឺវាឡើង mana ឲ្យយើងនេះខ្ញុំឧទាហរណ៍ឲ្យមើលគឺវានឹងឡើងម្ដងតិចចំណែកឯស្បែកជើងនេះវិញគឺជួយឲ្យយើងវាយហើយឡើងឈាមហើយវាបង្កើតឲ្យយើងវាយលឿនជាងមុនចំណែកឯស្បែកជើងនេះវិញជួយឲ្យយើងឡើងឈាមបាន300និងបន្ថែមល្បឿនឲ្យយើងរត់លឿនជាងមុននេះជាពេលដែលខ្ញុំមិនទាន់ទិញស្បែកជើងហ្នឹងហើយនេះជាពេលដែលខ្ញុំទិញស្បែកជើងនឹងរួចហើយនេះជាល្បឿនដែលយើងទិញស្បែកជើងនឹងរួចគឺមានពណ៌ក្រហមនៅកន្លែងជើងរត់លឿនជាងមុនចំណែកឯ item ប្រភេទ Jungle នេះវិញគឺជួយឲ្យយើងប្រើ skill ទៅឈឺជាងមុន120ហើយនឹងកាត់ cooldown 10% និងជួយឲ្យយើងរត់លឿនចំនួន 5% ចំណែកឯ item នេះវិញគឺជួយឲ្យយើងវាយឈើជាងមុនបាន90ហើយនឹងកាត់ cooldown 7.5% ហើយនឹង
ជួយយើងរត់លឿន 5% ចំណែកឯ item នេះវិញគឺជួយឲ្យយើងឡើងឈាមបាន 1200 និងកាត់ cooldown 5% និងជួយឲ្យយើងរត់លឿន 5% នេះជាពេលដែលខ្ញុំមិនទាន់ទិញ item ហើយនេះជាពេលដែលខ្ញុំទិញ item ហើយនេះគឺជា item room ដែលយើងមុននឹងស្គាល់ item ធំយើងត្រូវតែស្គាល់ item 2 តូចៗខាងលើនេះសិនគឺ item ទី1គឺជួយឲ្យយើងនឹងទប់បានគ្រប់ hero ដែលជាពួក mage ឬក៏ fighter ដែលវាយដៃឬប្រើសិលតែ item ទី2នោះគឺជួយឲ្យយើងវាយលឿនជាងមុនចំណែកឯ item នេះវិញគឺជាប្រភេទ item ដែលធ្វើឲ្យយើងនឹងឡើងឈាមសចំណែកឯ item នេះវិញគឺជួយឲ្យយើងនឹងផ្ដល់ឈាមទៅគ្នារបស់យើងចំណែកឯ item នេះវិញគឺជួយឲ្យយើងនិងគ្នារបស់យើងរត់បានលឿនជាងមុនចំណែកឯ item នេះវិញគឺជួយឲ្យយើងដុតសត្រូវឲ្យអស់ឈាម No matter what road you have taken, you must walk it all the way. Nice killing. item បថៅ item បថៅនេះជួយឲ្យយើងវាយឈឺជាងមុនបូក 80 និងជួយឲ្យយើង cooldown លឿនជាងមុន 10% និងធ្វើឲ្យយើងឡើងឈាមបាន 500 នេះគឺជាពេលដែលខ្ញុំមិនទាន់ទិញ item បថៅហើយនេះគឺជាពេលដែលខ្ញុំទិញ item បថៅហើយវាឡើងឈាមឲ្យយើង item នេះនៅពេលដែលយើងវាយសត្រូវធ្វើឲ្យយើងឡើងឈាមដងតិចវាជួយឲ្យយើងវាយ enemy ឲ្យឡើងឈាមយើងចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន120និងវាយគេលោតឈាមធំដូចក្នុងវីដេអូនេះអញ្ចឹងចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន45និងវាយលឿនបាន 35%និងវាយគេលោតកង់ដូចមិញនិងរត់លឿនជាងមុនបាន 7.5% តែឧទាហរណ៍ខ្ញុំនឹងសាកល្បងឲ្យមើលនៅពេលដែលយើងវាយ enemy បាន5ដៃវានឹងចេញពណ៌ក្រហមនៅដៃហ្នឹងហើយជួយឲ្យយើងរត់លឿនជាងមុនចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន 40និងវាយលឿន 20% និងធ្វើឲ្យយើងវាយគេឈឺលោតឈាមដោយលើកមុនហ្នឹងបាន 20% និងឡើងឈាមបាន 500ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបូក 40និងវាយលឿនបាន 35និងជួយឲ្យយើងរត់លឿននៅពេលដែលយើងវាយ enemy បាន 7.5% ហើយនៅពេលដែលយើងវាយ enemy បាន 3 ដៃវានឹងលោតឆក់ឬក៏ទះបាញ់ enemy នៅពេលដែលយើងប្រើវាយបាន 3 ដៃ And I'll take care of you. Spree. ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន 85និងវាយគេលោតឈាមបាន 25% និងជួយឲ្យយើងឡើងឈាមបាន 500ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន 75និងជួយឲ្យយើងវាយលឿនជាងមុនបាន 30%និងជួយឲ្យយើងវាយលោតឈាមបាន 15% item នេះប្រើល្អសម្រាប់ពួកវាយបានឆ្ងាយវាយឆ្ងាយ item បន្ទាប់នេះគឺជា item ដែលជួយឲ្យយើងវាយឈើជាងមុនបាន 75និងវាយលឿនជាងមុន 15% និងជួយឲ្យយើងឡើងឈាមបាន 500ចំណែកឯ item នេះជួយឲ្យយើងវាយឈើជាងមុនបាន 55វាយលឿនជាងមុនបាន 15% វាយលោតឈាមបាន 20និងឡើងឈាមបាន 600ចំណែកឯ item នេះជួយឲ្យយើងវាយឈើជាងមុនបាន 90បូកឈាមឲ្យយើងបាន 700និងជួយឲ្យយើងរត់លឿនជាងមុនបាន 7.5% ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈើជាងមុនបាន 150និងជួយឲ្យយើង cooldown លឿនជាងមុនបាន 5%
ចំណែកឯ item នេះវិញជួយយើងវាយឈឺជាងមុនបាន50និងវាយលឿនបាន30និងបូកឈាមឲ្យយើងបាន600ចំណែកឯ item នេះវិញជួយយើងវាយគេឈឺជាងមុនបាន70និងវាយលឿនបាន25%និងជួយបូកឈាមឲ្យយើងបាន750ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន100និងវាយលឿនបាន20%និងធ្វើយើងវាយគេលោតឈាមបាន20%ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន90និងអាចទប់ពួកភើមេកភើសិលបាន150និងជួយឲ្យយើងឡើងឈាមបាន600ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺបាន80កាត់ខួរដោនឲ្យយើងបាន10%និងទប់ពួកវាយភើដៃបាន150ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន40វាយលឿនជាងមុនបាន20និងវាយលុតឈាមបាន15%និងជួយឲ្យយើងរត់លឿនបាន7.5%ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន40វាយលឿនជាងមុនបាន20និងវាយលោតឈាមបាន15និងជួយឲ្យយើងរត់លឿនបាន7.5%ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន80និងកាត់ខួរដោនបាន10%និងជួយយើងទប់ពួកវាយពួកប្រើដៃបាន150បាទ item ទី1ជា item តពួកនេះដែលជួយឲ្យយើងវាយគេឈឺបាន210និងជួយឲ្យយើងរត់លឿនបាន7.5% item ទី2នេះជា item ដែលជួយឲ្យយើងវាយគេឈឺបាន210ចំណែកឯ item មួកក្បាលខ្មោចនេះជួយឲ្យយើងវាយគេឈឺបាន100និងខួរដោនលឿនជាងមុនបាន7.5និងជួយឲ្យយើងឈាមច្រើនជាងមុនបាន900ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺជាងមុនបាន160និងជួយឲ្យយើងខួរដោនលឿនជាងមុន10%និងជួយបូកឈាមឲ្យយើងបាន500ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេបានឈឺជាងមុន210និងខួរដោនលឿនជាងមុន5%និងជួយឲ្យយើងឡើងឈាមបាន500ចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន160និងធ្វើឲ្យយើងវាយគេឡើងឈាមនិងជួយឲ្យយើងឈាមច្រើនជាងមុន750ខ្ញុំឧទាហរណ៍ឲ្យមើលចំណែកឯ item នេះវិញជួយឲ្យយើងវាយឈឺជាងមុនបាន350និងធ្វើឲ្យយើងខួរដោនលឿនជាងមុន10%ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺជាងមុនបាន160និងយើងវាយគេឡើងឈាមបាន12%និងជួយឲ្យយើងខួរដោនលឿនជាងមុនបាន7.5%ចំណុចពិសេសរបស់ item នេះគឺនៅពេលដែលយើងចុចប្រើ skill របស់វាគឺធ្វើឲ្យ enemy ឬក៏ threat បាញ់យើងអត់ចូលចំណែកឯ item នេះវិញគឺជា item ដែលជំនួយឲ្យយើងវាយឈឺជាងមុនបាន150ខួរដោនលឿនជាងមុនបាន15%និងជួយយើងឡើងឈាមបាន500ហើយចំណុចពិសេសរបស់item នេះជួយឲ្យយើងឡើងឈាមនេះជាពេលមិនទាន់ទិញហើយនេះជាពេលដែលទិញហើយគឺឡើងឈាមអញ្ចឹងចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill លឿនជាងមុនបាន20%និងជួយឲ្យយើងវាយឈឺជាងមុនបាន150និងជួយឲ្យយើងរត់លឿនជាងមុនបាន7.5%ចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill ឈឺជាងមុនបាន180និងធ្វើឲ្យយើងវាយគេឡើងឈាមបាន300និងជួយបូកឈាមឲ្យយើងបាន600និងជួយឲ្យយើងរត់លឿនជាងមុនបាន7.5%ច
ចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill បានឈឺជាងមុន140និងប្រើ skill ឡើងឈាមបាន450បូកឈាមឲ្យយើងច្រើនជាងមុនបាន900ចំណុចពិសេសរបស់ item នេះនៅពេលដែលយើងទិញហើយនៅពេលវា cool down ពេញវាជួយបូកឈាមឲ្យយើងបានច្រើនជាងមុននេះជាពេលដែលវា cool down ពេញវាឡើងឈាមអញ្ចឹងនៅពេលវាពេញវាចាប់ផ្ដើម cool down ម្ដងទៀតនៅពេលវាពេញទៀតវាឡើងឈាមទៀតចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឡើងឈាមបាន12%និងវាយប្រើ skill ទៅលើគេឈឺជាងមុនបាន150និងជួយឲ្យយើងដើរលឿនជាងមុនបាន7.5%ចំណុចពិសេសរបស់ item នេះគឺជួយឲ្យយើងនៅពេលដែលឈាមយើងជិតអស់វានឹងឡើងឈាមសឲ្យយើងចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill បានឈឺជាងមុន120និងជួយបូកឈាមឲ្យយើងបន្ថែមបាន900ចំណែកឯ item នេះវិញជួយឲ្យយើងប្រើ skill បានឈឺជាងមុន180និងបូក cool down ឲ្យយើងបានលឿនជាងមុនបាន 7.5 និងជួយបូកឈាមឲ្យយើងបានច្រើនជាងមុន500ចំណែកឯ item នេះវិញជួយយើងប្រើ skill បានឈឺជាងមុន240និង cool down ឲ្យយើងលឿនជាងមុនបាន 7.5 និងជួយយើងរត់លឿនជាងមុនបាន 7.5% ចំណែកឯ item នេះវិញនៅពេលដែលយើងប្រើ skill ទៅលើ enemy វាជួយបូកឈាមឲ្យយើងបាន12%និងជួយឲ្យយើងវាយឈឺជាងមុនបាន160និងជួយឲ្យយើង cool down លឿនជាងមុនបាន 7.5%ចំណុចពិសេសរបស់ item នេះនៅពេលដែលយើងចុចវាទៅវានឹងជួយឲ្យយើងគេច skill ពី enemy និងជួយឲ្យយើងគេច skill ពី turret ក៏បានដែរហើយវាជួយបូកឈាមឲ្យយើងបន្ថែមទៀត I want to get back to my boo. ធីមតែងដំបូងគេគឺនិយាយអំពី item L នេះដែលជួយឲ្យយើង cool down លឿនជាងមុន 10% និងទប់ពួកវាយបាន210និងជួយឲ្យបូកឈាមយើងបាន900ចំណុចពិសេសរបស់ item នេះនៅពេលដែលយើងប្រើ skill ទៅហើយវាយចំ enemy គឺជួយឲ្យយើងឡើងខែលឈាមសដែលជួយឲ្យទប់ enemy វាយយើងកុំឲ្យឈឺជាងមុនប្រសិនបើយើងប្រើ skill ទាំង3មិនចំ enemy ឬសត្រូវទេគឺវាអត់លូតខែលការពារឲ្យយើងទេនៅពេលដែលយើងប្រើ skill ទាំង3ចំសត្រូវគឺជួយឲ្យយើងឡើងឈាមសដូចឃើញក្នុងរូបចឹងវាឡើងវងហ្នឹង ចំណែកឯ item នេះវិញជួយឲ្យយើងទប់ពីការប្រើ skill របស់ enemy ពីការវាយចំនួន150និងពីការប្រើ make គឺ150ដូចគ្នាហើយជួយបូកឈាមឲ្យយើងច្រើនជាងមុន1100ចំណុចពិសេសរបស់ item នេះគឺជួយឲ្យយើងដើរនៅគៀន enemy ឬសត្រូវគឺវានឹងកាត់ឈាមចំណែកឯ item មួយនេះគឺជួយឲ្យយើងទប់ពី hero ពពួក fighter បានចំនួន300និងជួយបូកឈាមឲ្យយើងបានច្រើនជាងមុន1200ចំណែកឯ item នេះវិញជួយឲ្យយើង cool down លឿនជាងមុនបាន 20% និងជួយឲ្យយើងទប់ពីការវាយរបស់សត្រូវបាន240និងជួយបូកឈាមឲ្យយើងបាន600ចំណុចពិសេសរបស់ item នេះនៅពេលដែល enemy វាយយើងនៅពេលដែលយើងឈាមជិតអស់គឺវានឹងធ្វើឲ្យ enemy អស់ឈាមចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺជាងមុនបាន45និងជួយឲ្យយើងទប់ពីការវាយរបស់សត្រូវបាន300និងជួយឲ្យបូកឈាមឲ្យយើងបានច្រើនជាងមុន700ចំណុចពិសេសរបស់ item នេះនៅពេលដែលយើងចុចទៅវានឹងឡងទៅ enemy វិញនៅពេលដែល enemy ប្រើ skill មកលើយើង
ចំណែកឯ item នេះវិញជួយឲ្យយើងទប់ពីការប្រើ skill make របស់ enemy បាន300និងជួយបូកឈាមឲ្យយើងបាន1100ចំណុចពិសេសរបស់ item នេះគឺនៅពេលដែលយើងទិញវាគឺវានឹងបង្កើននៅខែលការពារឈាមយើងខែលហ្នឹងនៅពេលដែល enemy វាយយើងគឺវានឹងលោតអស់ដល់ពេលដែលវា cool down ពេញវិញនៅមួយបន្ទុះវានឹងលោតម្ដងទៀត The Nutgall tree is safe. The island is calling me home. Wise people know they should keep their distance from my blade. ចំណែកឯ item នេះវិញជួយយើងវាយគេឈឺជាងមុនបាន35និងជួយយើងទប់កុំឲ្យគេវាយយើងឈឺជាងមុនបាន210និងជួយបូកឈាមឲ្យយើងបាន900ចំណែកឯ item នេះវិញជួយយើងទប់កុំឲ្យ enemy ប្រើពពួក make មកលើយើងដែលទប់កុំឲ្យពពួក make ប្រើ skill មកលើយើងបានរហូតដល់210និងជួយបូកឈាមឲ្យយើងបាន1000និងជួយឲ្យយើង cool down រត់លឿនបាន 7.5% ចំណែកឯ item នេះវិញជួយឲ្យ enemy វាយយើងកុំឲ្យឈឺជាងមុនបាន180និងទប់ enemy ប្រើ skill មកលើយើងបាន90និងជួយបូកឈាមឲ្យយើងបានច្រើនជាងមុន1300ចំណែកឯ item នេះវិញជួយឲ្យយើង cool down លឿនជាងមុន 5% និងជួយឲ្យយើងទប់ពីពួក hero fighter បាន150ពីទប់ពីពួកប្រើ make បាន150និងជួយឲ្យយើងឈាមច្រើនជាងមុនបាន900ចំណុចពិសេសរបស់ item នេះគឺនៅពេលដែលយើងងាប់ហើយវាអាចរស់ឡើងវិញតែគេហៅថា item ជីវិត2 Pleasant trait. Left unchecked, it will turn into a sin. I'll watch over the island. ចំណែកឯ item នេះវិញជួយឲ្យយើងទប់ពីពួក hero វាយបាន90និងជួយឲ្យយើងទប់ពីពួក hero ពេកបាន180និងជួយបូកឈាមឲ្យយើងច្រើនជាងមុនបាន1350ចំណែកឯ item នេះវិញជួយឲ្យយើងទប់ពីពួក hero fighter បាន160និងទប់ពីពួក make បាន80និងជួយបូកឈាមឲ្យយើងបាន1800ចំណុចពិសេសរបស់ item នេះនៅពេលដែលយើងអស់ឈាមគឺវានឹងឡើងឈាមឲ្យអូតូតែម្ដង The waves breaking and the wind whistling through the Nutgall. ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺជាងមុនបាន60និងជួយឲ្យយើង cool down លឿនជាងមុនបាន10%និងជួយឲ្យយើងទប់ពីពួក fighter វាយមកលើយើងបាន300ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺជាងមុនបាន75និងជួយបូកឈាមឲ្យយើងបាន900ចំណុចពិសេសរបស់ item នេះនៅពេលដែលយើងចុច skill ទៅវានឹងឡើងឈាមសឲ្យយើងនិងចេញខែលការពារឈាមយើង Breaking and the wind whistling through the Nutgall trees. The island is calling me home. ចំណែកឯ item នេះវិញជួយឲ្យយើងវាយគេឈឺជាងមុនបាន75និងជួយបូកឈាមឲ្យយើងបានច្រើនជាងមុន900ចំណុចពិសេសគឺស្តៀងនឹង item មុនដែរចំណែកឯ item នេះវិញជួយឲ្យយើង cool down លឿនជាងមុនបាន 7.5 និងជួយឲ្យយើងទប់ពីពួក hero វាយបាន150និងជួយបូកឈាមឲ្យយើងច្រើនជាងមុន900ចំណុចពិសេសរបស់ item នេះគឺជួយឲ្យសត្រូវកកនៅពេលដែលយើងប្រើ skill នេះ Surging sorcery. Your team has destroyed a turret. ចំណែកឯ item នេះវិញជួយឲ្យយើង cool down លឿនជាងមុនបាន 7.5 និងជួយឲ្យយើងទប់ពីពួកវាយបាន150និងជួយបូកឈាមឲ្យយើងច្រើនជាងមុន900ចំណុចពិសេសរបស់ item នេះគឺស្តៀងនឹង item មុននឹងដែរបាទវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការតាមដានហើយជួយចុច like និង subscribe អ្នកមួយផងបាទ